ទិដ្ឋភាពដំណាក់ក្បូនស្ទឹងដំណាក់ក្បូនហើយយូយអូយអូល្អអល់ឡើងខ្លាំងបាទនេះគឺថាមិនបាច់ដើរទេគឺថាទៅឯងតែម្ដងចឹងបើសិនជាមានថ្មណាវាមុតវាមានថ្មណាវាមុតវាធ្វើឲ្យយើងគប់ជើងដាក់បាច់គឺល្អតែម្ដងនេះគឺទិដ្ឋភាពស្ទឹងដំណាក់ក្បូនអូនេះសប្លាហើយទឹកនេះជ្រៅហើយគឺថាហូរមកពីខាងលើហើយចុះទៅខាងក្រោមវិញហូរពីខាងទឹកតែហូរពីខាងលើចុំយៈអូយមិនដឹងថានៅខាងក្រោមនេះត្រីច្រើនប៉ុណ្ណាទេចឹងយើងសម្រាប់នឹងបោះតង់នៅទីនេះមួយយប់មិនគឺថាដាក់ភ្លាមគឺបាច់មកល្អតែម្ដងបាទនេះគឺជាទិដ្ឋភាពបាទចុះពីគេហៅថាស្ពានដំណាក់ក្បូនមកដំណាក់ក្បូនមកមិនយូរប៉ុន្មានគឺទៅយើងធ្វើដំណើរមកបន្តិចមកដោយសារតែស្លែនៅកន្លែងនេះវាល្អខ្លាំងពេលដើរទៅគឺត្រូវតែប្រយ័ត្នទៅប្រយ័ត្នណាបាទដាក់មកចង់ដួលកាប់មុខមិញនេះថ្មបាទហើយយើងសម្រាប់បាទដាំបាយដាក់នឹងដាំបាយមើលរកអូសណាមកគល់ដាក់ថែមអីបានត្រីខទៅឈុលពីសារនៅនេះវាមានថ្មកដេបកដប់ច្រើនហើយនោះទឹកហូរទឹកនៅក្រោមថ្មខ្ញុំស្គាល់ទឹកវាដាច់គ្នាត្រឹមនេះហើយហូរមកឡើងទៅដល់លើហើយមានធ្លាក់មកមួយឈុលនេះអូចឹងយើងថ្មកកាពេកកំពង់នេះយើងត្រូវដើរប្រយ័ត្នបាទត្រូវដើរប្រយ័ត្នកន្លែងមិញខាងលើនេះយើងអាចស្ទូចត្រីបបកត្រីណាដើរបានបាទហើយខាងក្រោមនេះគឺទឹកសម្បូរដោយស្លែចឹងទេស្ពាននេះឡើងទៅខាងវារីអគ្គិសនីបាទអញ្ចឹងបាទមកដល់កន្លែងនេះគឺដោយសារផុតមនុស្សម្នាច្រើនអស់អញ្ចឹងក៏ពុំសូវនឹងមានមកលេងទេបាទដោយសារយើងចង់ទទួលបាននៅភាពស្ងប់ស្ងាត់អញ្ចឹងយើងក៏ចតសម្រាកបាទនៅទីកន្លែងនេះហើយក៏បោះតង់ដាក់បាយធ្វើម្ហូបបាទហើយនេះខ្ញុំអាចថាជាគេថាស្ពានចាស់ឬក៏ស្ពានដែកដល់ពេលណាគេធ្វើស្ពានថ្មីហើយបាទអញ្ចឹងគេຕົកតាសំណងគ្រឹះចោលទេហើយរើតដែកចេញណាបាទគឺថាទំហំតសស្ពានគឺធំណាអូទឹកនៅទីនេះគឺដោយសារតែវានៅនឹងមួយកន្លែងចឹងទេក៏សម្បូរត្រីកូនត្រីទូចទៅតាមទឹកឲ្យថ្លាល្អណាស់ត្រជាក់បាទហើយកន្លែងនោះគឺមានទឹកហូររឹមបាទទឹកហូររឹមអញ្ចឹងនៅខាងលើនៅទីនេះបើសិនជាអត់មានឡានមកវីវូទេបាទនោះគឺផ្លូវខាងលើបាទឡើងទៅខាងលើគឺផុត
ទិដ្ឋភាពដំណាក់ក្បូនទៅហើយអញ្ចឹងរៀងល្អលណារៀងល្អអញ្ចឹងខ្ញុំឆ្លងទៅមកដប់ទៀតបាទដើម្បីផ្ដិតយកទិដ្ឋភាពនៅជុំវិញនេះទោះបីមានថ្មរដិបរដប់បាទអូក៏យើងត្រូវតែថ្មតូចធំបាទក៏បង្ហាញអំពីគេហៅថាទិដ្ឋភាពបាទដ៏ស្រស់ស្អាតណាដ៏ស្រស់ស្អាតនៃធម្មជាតិនិងបង្ហាញអំពីតំបន់ទេសចរបាទតំបន់ទេសចរធម្មជាតិស្ថិតនៅក្នុងខេត្តកោះកុងប្រទេសកម្ពុជាបាទអូបងប្អូនធ្លាប់ស្គាល់ផ្កាហ្នឹងហ៎បាទនេះយើងតែងឃើញពីចម្ងាយហើយមានបាទរៀងជាតងមករង្វល់បាទគឺថាដើមបានដេកដួលទៅហើយបាទអានេះដូចរាំងបងប្អូនបាទដូចរាំងទឹកឬក៏រាំងភ្នំបាទនេះអូនេះបាទដើមនេះវិញគឺថាមានចាប់ដើមគេថាមានផ្លែមានអីហើយផ្លែយ៉ាងស្រស់បំព្រងអានេះខ្ញុំសង្ស័យដូចរាំងបាទដេកដួលបាទហើយនេះគឺជាទិដ្ឋភាពដែលយើងត្រូវសម្រាកហើយនឹងបោះតង់មួយយប់បាទនៅរដូវវស្សាគឺទីនេះពោពេញដោយទឹកណាទឹកច្រើនបាទទឹកច្រើនហើយកន្លែងនេះគឺយើងផ្ដិតយកតែទិដ្ឋភាពដោយសារតែនៅក្នុងទឹកនៃបាតថ្មហ្នឹងគឺមានស្លែច្រើនបាទមានស្លែច្រើនបាទហើយយើងដើរទៅវាអាចរអិលបាទហើយក៏មានប្រឡោះទូចនៅពេលណាដែលខែភ្លៀងបាទទឹកធ្លាក់ពីលើភ្នំមកគឺហូរចូលមកខាងស្ទឹងដំណាក់ក្បូននេះបាទដែលធ្វើឲ្យទឹកឡើងច្រើនហើយនៅខាងក្រោមបាទគេធ្វើជាវារីអគ្គិសនីដើម្បីផ្គត់ផ្គង់ធម្មពលអគ្គិសនីទៅដល់ប្រជាពលរដ្ឋប្រើប្រាស់បាទប្រើប្រាស់ទឹកថ្លាល្អណាស់បាទហើយនេះគឺជាបង្គោលស្ពានចាស់ណាគោស្ពានចាស់ជាមួយនឹងគេហៅថាស្ពានថ្មីដែលឆ្លងទៅខាងលើវារីអគ្គិសនីដែលឆ្លងទៅខាងលើហើយឃើញភ្លើងហុយគឺយើងសម្រាកនឹងបោះតង់មួយយប់បាទទិដ្ឋភាពដែលបងប្អូនកំពុងតែមើលឬក៏ទស្សនាតាមទូរស័ព្ទឬក៏ទូរទស្សន៍នេះវាគេហៅថាគ្រាន់តែជាជ្រុងឬក៏ជាផ្នែកមួយក៏ប៉ុន្តែបើសិនជាយើងបានមកមើលផ្ទាល់បាទមកមើលផ្ទាល់យើងអាចស្រស់ស្រាយសប្បាយចិត្តបាទហើយអារម្មណ៍ភ្លឺថ្លាពោពេញទៅដោយធម៌ពលដែលបង្កើតដែលមានបាទជាមួយនឹងធម្មជាតិដ៏រស់រវើកបាទហើយនេះគឺបងប្អូនឮសំឡេងទឹកហូរជាច្រាំងមួយដែលខ្ពស់ទំនប់មួយដែលខ្ពស់ចឹងទេទឹកមានកន្លែងដែលទាបគឺហូរធ្លាក់មកខាងក្រោមណានេះបាទឮសំឡេងទឹកហូរវូធ្លាក់មកកន្លែងដល់ទាបមកខាងក្រោមហើយក៏ជាទិដ្ឋភាពមួយដែរចឹងទេពេលខ្លះបងប្អូនយើងបើកបរបាទឆ្លងកាត់ពីពោធិ៍សាត់មកខាងកោះកុងហើយឆ្លងកាត់ពីកោះកុងត្រឡប់ទៅវិញទៅខាងពោធិ៍សាត់គឺនឹងធ្វើដំណើរតាមផ្លូវជាតិលេខ10នេះបាទដើម្បីមានភាពងាយស្រួលណាមិនចាំបាច់យើងធ្វើដំណើរតាមផ្លូវជាតិលេខ48ឡើងទៅរាជធានីភ្នំពេញទេគឺយើងអាចកាត់បានអញ្ចឹងបងប្អូនអាចកោះកុងពោធិ៍សាត់បាទចេញបាត់ដំបងប៉ោយប៉ែតបន្ទាយមានជ័យឧត្តរមានជ័យគឺលឿនល្អបាទតាមរយៈផ្លូវមួយខ្សែហ្នឹងអញ្ចឹងតាមរយៈផ្លូវហ្នឹងពេលដែលបងប្អូនមកដល់បងប្អូននឹងបានឆ្លងកាត់នៅទិដ្ឋភាពនិងទេសភាពបាទទិដ្ឋភាពហើយនិងទេសភាព
នៅតាមដងផ្លូវជាតិលេខ10នេះមុនពេលដល់គោលដៅគឺយើងអាចបន្ធូរអារម្មណ៍និងទស្សនាបាទទៅពេលដែលបងប្អូនមកដល់គេហៅថាដំណាក់ក្បូនបាទនេះគឺគេថាមានកូនត្រីទូចបាទកំពុងតែហែលេងនៅក្នុងគង្គាយ៉ាងសប្បាយនិងរីករាយបាទហើយខ្ញុំបដិយកទុកទស្សនភាពមួយជុំបាទកាយលោកបងប្អូនខ្លះគាត់ជិះទៅហួសមិនដឹងថានៅក្រោមស្ពាននេះមានទស្សនភាពអីខ្លះណាបាទមានទស្សនភាពអីខ្លះអញ្ចឹងបើបានជួបនឹងទស្សនាវីដេអូនេះហើយគឺប្រកាសជាដឹងហើយថានៅខាងក្រោមនេះមានរូបភាពយ៉ាងម៉េចហ្នឹងហើយមានរូបភាពយ៉ាងម៉េចដែលបានទស្សនាតាមរយៈវីដេអូនេះបាទតាមវីដេអូនេះគឺតសក្រោមតសស្ពានថ្មីបាទគឺថាដូចអាគារមួយដ៏ខ្ពស់ហើយថ្មនៅទីនេះគឺថ្មនៅទីនេះគឺធំណាស់ធំណាស់អញ្ចឹងគេថាមានតិចបាទមានដើមឈើជាច្រើនបាទដុះនៅអមជាមួយនឹងមាត់ស្ទឹងណាមាត់ស្ទឹងហើយផ្លូវទៅខាងលើបើសិនជាលៀងឡើងទៅយើងនឹងផុតមួយកែនេះហើយក៏បាត់នៅទេសភាពទៅហើយបាទតែដោយឡែកទេសភាពគឺនៅចាំបងប្អូនមកទស្សនានិងរីករាយកំសាន្តបាទសម្រាប់លំហែនាថ្ងៃចុងសប្តាហ៍ឬក៏នាថ្ងៃពិធីបុណ្យផ្សេងដែលសម្រាប់បាទគេថាព្រៃឈើខ្ញុំឈ្ងុយទីនេះឈ្ងុយគឺថាឈ្ងុយអាក្លិនផ្កាព្រៃនៃធម្មជាតិណាបាទផ្កាព្រៃធម្មជាតិហើយបងប្អូនមើលពណ៌ទឹកគឺគេហៅថាថ្លាខ្យងតែម្ដងថ្លាខ្យងអមដោយឫស្សីប្រອບជាមួយនឹងមាត់ស្ទឹងបាទមាត់ស្ទឹងដែលបង្កើតបាននៅទិដ្ឋភាពដ៏រស់រវើកបាទហើយខាងនោះក្រុមការងារកំពុងតែ set up កន្លែងសម្រាកបាទកន្លែងសម្រាកបាទហើយខាងនេះគឺគេហៅយើងបណ្ដុំទៅដោយជួរភ្នំដងរែកបាទជួរភ្នំដងរែកអូមុតជើងបាត់ហើយបាទដើមខ្លះគឺមុតជើងអញ្ចឹងពេលដែលយើងដើរដោយសារតែស្បែកជើងខ្ញុំលុនផុនៅខាងកោងកាងដូច្នេះពាក់ស្បែកជើងផ្ទាត់ដើរធម្មតាដើម្បីប្រឌិតយកទស្សនភាពក៏វាមានភាពលំបាកបន្តិចណាបាទជើងទេប៉ះនេះប៉ះនោះដំបើពីជើងទៅហើយបាទបើពីជើងទៅហើយថ្មក្ដិបគឺជាទស្សនភាពនៃទឹកឈើដែលធម្មជាតិបាទដែលបង្កើតនៅភាពរស់រវើកហើយបងប្អូនអាចរីកទស្សនាបាទពុំមានការគិតលុយគិតកាក់អីទេឲ្យតែបានរីកទស្សនាសប្បាយចិត្តបាទទាំងអស់គ្នាគឺយើងស្វែងយល់អំពីភូមិសាស្ត្រនិងទីកន្លែងលម្អិតទូចនៃប្រទេសកម្ពុជាបាទនេះគឺថាដើមនេះមានផ្លែមានផ្កាដើមនេះគឺដុះនៅតាមជ្រោះតាមថ្មអីហ្នឹងគឺដុះល្អបាទនេះមានផ្លែមានផ្កាហើយបាទអូយបរិយាកាសដែលមិនដឹងជាប្រហែលឆ្នាំទៅយើងមានច្រើនដងទេអញ្ចឹងតតែបងប្អូនឆ្លៀតឱកាសដើម្បីបង្កើតបរិយាកាសនោះទើបយើងអាចមានពេលវេលាណាមានពេលវេលាខ្ញុំចង់ចុះទៅងូតទឹកខាងក្រោមប៉ុន្តែដោយសារស្លាយច្រើនពេកតែពេលយើងដើរទៅយើងចង់លូតយើងចង់គេថាយើងហែលណាបាទយើងធាក់ជើងហែចុះពីថ្មទៅវាអដែងនៃរអិលនេះរាំងណារាំងដើមរាំង
rèn lụa dướng nè bà rèn lụa dướng bà rồi chiết tiếng chót nâng mình ai bằng phịch bàn bà hơi mình to từ một tiết bà dương mình to từ một tiết đâm bay từ đó của đời ô anh đi nè trui rang chay trui rang chay bà dương bay trui rang chỉ rồi lụa cho môi bà hốc bà nè cầm bông tập pin lock chay hỏi bà cầm bông tập pin lock chay chẳng chiên lụa thom mà chiết bài không ai bà ní trui rèn bà dịch tộc tới tộc sầm rạp miền bảo hộp tích máu đấy dân trăm mùi sạch tới hay dân tọp bà tọp chọt rồi bộ chọt đó chọt hãy tắt cứ thà thla chve nhà này bơi sân cho miền tu rồi có cả nốt lao mà vâng nó dương mơ từ tam ở từ tập hiệp từ tám cho nên ở tam tràng này tấn đâm nặng carbon dạ người ta bằng cát nơi aram sọt lá chỉ vứt bộ pin từ đâu ở bên này hay đây cứក្រុមការងារកំពុងset up ចម្រោកអ្នកខ្លះក៏ធ្វើម្ហូបខ្លះក៏បោះតង់នៅមាត់ព្រែកបាទមាត់ព្រែកនេះត្រួយរាំងណាប្រហុកតែបន្តិចមកត្រីខបន្តិចមកដាក់បានហើយយើងត្រូវការតេស្តបន្តិចអូអែមហ្មងនេះនេះ2នាក់សពតបានហើយអត់មក2នាក់ជាមួយខ្លាច់ដល់មេរ៉ាដាក់មួយម៉ាត់បាទអត់ស៊ីត្រួយរាំងតើខ្លួនឯងហូបឲ្យគេហូបមិនគេរឹងជើងហ្នឹងអូហូមែនណាត្រួយមែនណាសពតស្គាល់ហើយរាំងយើងចលក់ប្រហុកជ្រក់អីបាទហ្នឹងមែនហ្នឹងហើយមានទេចត់ហើយបាទពេលចាត់វាចត់នោះដើមរាំងអញ្ចឹងរាំងលក់ហ្នឹងហើយចត់ហើយបាទយកស្លឹកវាខ្ចីហ្នឹងទៀតមកអត់ទៅចត់នោះមកដើមនោះពេញចុះដើរឃើញមិញនេះអត់បានចាត់ហ្នឹងមើលទៅទិញប្រហុកនៅលើតិចមកច្រាំបិចមកដើមហ្នឹងរាំងមានផ្លែមានផ្កាហ្នឹងមានផ្កាវាដូចរៀងយងហ្នឹងឯងយងពិតប្រកបហើយបាទគេថាមានឡាបូដើម្បីបញ្ជាក់ណាអូនេះរាំងបាទនេះរាំងដែរនេះក៏រាំងដែរនេះបងប្អូនតាមពិតផ្កាមួយប្រភេទនេះយើងអាចបដោះវាដាំនៅក្នុងសួននៅក្នុងអីរស់ល្អហើយផ្កាពណ៌គេហៅពណ៌ស្វាយហើយដើមវានៅក្នុងព្រៃសម្បូរដែរនៅក្នុងព្រៃសម្បូរណានេះសាដើមរាំងហើយរាំងលក់បាទរាំងលក់ដើមរាំងលក់ដោយសារតែគេហៅថាត្រួយហ្នឹងវាคล้ายទៅជាស្លឹកចាស់ទៅហើយដូច្នេះយើងក៏មកអត់តាន់ត្រួយខ្ចីលក់ហ្នឹងត្រូវចុះយើងនៅក្នុងព្រៃនេះផ្ការាំងទឹកដើមគឺរំយោលផ្កាគឺរំយោលអញ្ចឹងនេះរំយោលអញ្ចឹងរាំងទឹកដូចជាខ្ញុំចាំដូចជាក្បាច់នេះដូចគេមាននៅក្នុងចម្លាក់អប្សរាខ្មែរយើងដែលយកតាមលំនាំនៃរំយោលផ្ការាំងអន្លក់នេះបាទ
คือถ้าพาสุขภาพนะบอตองbài là hay bài đấy không bài trùi rèn chẳng bậc liền ấy mà trăm ngợp đấy sao tao đang ấy nè tao đang mà lò smart chạy cho mùi nâng mẹ rèn nâng máu cho bayจะไปจอบมันดูปนานเลยใคร tụi bay cho khlang bần nào về khlang cò nâng à mẹ rèn nó tay bóc lên đuôi và mẹ thêm người ta set up hàng lừa dương bó tông hàng cao mới tới riêng cả liên tích còn đây dương bó bài từ một tầng tới nọc mơ tắc cua nên mình không ăn này đam bài lấy sloi đi cua ấp thì đấy bà trường đến tập hiệp trung binh nơi còng spin đòn tầng đầm nại có 4 và còn từ chọc bên đấy hay nè mớ có mớ bà nè chi diêm thoát sắc con mà tô mùi từ hỡi bên tay lên tập hall cùng toàn miền thì và cún nâng chùm điệp lì